អូខេសួស្តីស្គូយើងទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹង game Clash of Clans អញ្ចឹងយើងបែកគ្នារៀងយូរគួរសមដែរណាគ្នាយើងដោយសារតែ channel ចាស់ admin ហ្នឹងវាខូចហើយគ្នាយើងដោយសារតែយើងផុសនៅលើ main channel យើងមិនផុសនៅលើគេហៅថា channel ដែលគេបង្កើតណាដល់ពេលឥឡូវគឺ admin ចូលលេងកើតឲ្យគ្នាយើងបាទឥឡូវ admin មកកើត channel ថ្មីអញ្ចឹងសម្រាប់គ្នាមកថ្មីកុំភ្លេចជួយ subscribe like ហើយនិង comment ម្នាក់មួយផងណាគ្នាសង្ឃឹមថាគ្នាយើងអត់ចិត្តរកអីណាគ្នាយើងបាទហ្នឹងហើយតោះអញ្ចឹងថ្ងៃនេះ admin មាន strategy ថ្មីមួយដែលពេញនិយមមែនទែនសម្រាប់ tournament ក្តីអីក្តីគឺគេចូលចិត្តលេងណាគឺយើងលេងជាមួយនឹង Dragon Rider ហើយនឹង Inferno Dragon យើង train តែពីរហ្នឹងមកគ្នាយើងមិនបាច់ចាំ train អីច្រើនទេបាទអូខេតោះយើង answer 3ហើយសម្រាប់ spell យើងយក Toad យើងយក Rage Spell Totem ជាមួយនឹង Free Spell 2ទៅគ្នាយើងបាទអូខេប៉ុណ្ណឹងទៅបាទឥឡូវយក3មកទៅបាទអូខេសម្រាប់ CC សុំជំនួយគឺយើងសុំជាមួយនឹង Super Dragon ណាគ្នាបាទឥឡូវយើងយក Totem Spell 1 Revive Spell 1ហើយនឹង Poison Spell 1ទៅបាទហើយនេះគឺយើងយកនេះអីគេអាហ្នឹង Sky ស្អីគេ Sky Piece ស្មិចគ្នាបាទផ្លេចឈ្មោះបាត់ហើយហ្នឹងហើយអូខេយើងយក Super Dragon 1 Inferno Dragon 1ទៅប៉ុណ្ណឹងទៅគ្នាយើងអែមហើយគ្នាតោះហើយសម្រាប់ Hero អានេះយើងដូរ pet នេះចេញទៅបាទដាក់ Sneezy វិញអែមជាង Queen យើងដូរដាក់ Sneezy ច្រឡំ Frosty ហើយនឹង King យើងដូរដាក់អូខេដាក់ដាក់ស្អីគ្នាបាទអូដាក់ពេកនេះមកនេះសត្វចុងក្រោយនេះគ្នាអូខេតោះដាក់ហ្នឹងមកទៅអូខេសម្រាប់ OC យើងដូរទៅដាក់ Dragon Duke វិញណាគ្នាបាទដាក់ Dragon Duke វិញទៅអែម Dragon Duke equipment ប៉ុណ្ណឹងបានណា pet ហ្នឹងត្រូវមួយ Dragon Duke ឯគ្នាបាទអត់អីទេតោះអញ្ចឹងយើងកុំឲ្យសូញសានយូរគ្នាយើងទៅ attack មុនគេតែម្ដងទៅអាអូខ្ញុំភ្លេចដូរដាក់នេះសិនគ្នាបាទអូខេតោះយើង start attack ទី1សង្ឃឹមតប៉ះ base ណាដែលយើងអាច train បានណាបាទ train ទឹកដែរអូ18នេះកូន base ហ្នឹងគ្នាយើងបាទ baby base អូខេតោះអញ្ចឹងយើង baby base នេះដូចជាមិនសូវជាពិបាកប្រហែលទេបាទអូខេ land ចោលទៅឥឡូវយើងបុក queen របស់យើងអូខេបាញ់ប្លោះនេះមកគ្នាតោះហើយបន្ទាប់មកយើង land ទ្រូបរបស់យើងអានេះដោយសារ fire speeder របស់គេបែរមកមុខមកនេះទាំងពីរគ្នាឥឡូវយើងបាញ់ queen ប្លោះនេះមកគ្នាបាទអូខេតោះបាច់គិតច្រើនទេតោះដោយសារកូន base នឹងគ្នាយើងបាច់ចាំគិតច្រើនទេតោះឥឡូវយើង land ទ្រូបរបស់យើងចូលតែម្ដងទៅ Dragon Duke អូខេឲ្យ clear បានមានផ្លូវគូសំទៅបានហើយតោះធូររំកាក់មួយអូខេយើង land ទ្រូបរបស់យើងចូលទៅ Inferno Dragon Warden ហើយនឹង King ដាក់ប្លោះនេះមក Sky Pierce ឬក៏អីគ្នាយើងអត់សូវច្បាស់ដែរអូខេដូចជាមិនជាបញ្ហាទេគ្នាបាទខ្ញុំគិតថាមិនជាបញ្ហាទេដោយសារតែ base នេះទូចនឹងគ្នាយើងបាទបើសិនជាយើងអាថាអត់ឈ្នះឬក៏វាយអត់ឈ្នះទេមិនបាច់ទេគ្នាបាទមានមុខណាជួបគ្នាយើងទៀតបាទ strategy នេះគេអែមសឹងអីហើយវាយអត់ឈ្នះគេនឹងចប់បាត់ហើយគ្នាខ្មាស់គ្នាយើងបាទអូខេគ្នាយើងបាទជាតិគ្នាហើយសម្រាប់វីដេអូក្រោយចាំជួយ comment ប្រាប់ផងណាគ្នាតាក់ទងមួយការដែល admin និយាយបដាជាមួយនឹងសំឡេង game បដាហើយនឹងនិយាយឲ្យអត់មានសំឡេង game តើមួយណាគ្នាយើងអាចស្ដាប់ទៅបានល្អជាងចឹងណានឹងឲ្យចង់ឲ្យគ្នាយើងមើលទៅជក់ចិត្តដែរគ្នាយើងនឹងឲ្យកុំភ្លេច comment ម្នាក់មួយផងចង់បានជានិយាយបដាហើយមានសំឡេង game ឬក៏និយាយបដាដែលអត់មានសំឡេង game ចឹងណាគ្នាយើងជួយ comment ម្នាក់មួយផងណាលើកហ្នឹង admin អត់ដាក់សំឡេង game ទេពួកខ្លាចរំខានតែបើគ្នាយើងគិតថាអូសំឡេង game ល្អជាងអូខេប្រាប់ admin មកគ្នាយើង admin នឹងដាក់ទៅលើសំឡេង game អូខេឃើញថា base នេះគឺកូន base ទេគ្នាយើងឥឡូវយើងវាយ point ឯគ្នាយើងបាទអូខេ spell យើង swag មកកគូទៀតគ្នាយើងអែមជាតិមែនតើគេយើងហ្នឹងហើយតោះអូខេទៅ attack បន្ទាប់ទៀត attack ទី2របស់យើងឥឡូវយើងសុំជំនួយសិនគ្នាយើងបាទអូខេឥឡូវយើងទៅ climb កន្លែង gold pass នេះសិនគ្នាយើងបាទនៅសល់ច្រើនណាយើង climb gold មកអាយ៉ាគ្នាយើងតោះសង្ឃឹមតបានរបស់ល្អគ្នាយើងទាយមើលបាននេះគេគ្នាយើងបាននេះគេតោះ1 2 3តោះអូ epic យេតោះមួយទៀត legend មកគ្រូទៀត legend មកចាប់បាត់គ្នាបាទអាចគូបាទអីយ៉ូញាក់សាច់គ្នាយើង book of fighting គ្នាយើងអូខេញាក់សាច់កម្ររកបាទដែរគ្នា epic ទេតែយើងបាន book of fighting ណាអូញាក់សាច់គ្នាយើងញាក់សាច់មែនទេបាទហេងគ្នាទាយត្រូវអត់មិនទាយត្រូវអត់អូខេតោះឥឡូវយើងកុំសូនសានយូរគ្នាយើងបើកអបយកហេងមួយបាទដែរគ្នាយើងបាទយើងហេងមួយអូខេ18នេះដូចជាត្រៀបនេះដូច fireball អែមមកគ្នាយើងបាទ base នេះ
តែมันជាបញ្ហាអីទេឥឡូវយើងបាញ់ Giant Arrow កន្លែងនេះមកគ្នាយើងបាទតោះបាញ់ Queen កន្លែងនេះឆ្វាច់ King កន្លែងនេះមកអូខេបន្ទាប់មកយើងដាក់ Totem កាក់កន្លែងនេះមួយសិនដូចជាអីតោះបាច់បលែងទេបាទបាច់ប្រើ Totem ណាអូខេយើងបលែង Dragon Rider ជាមួយនឹង Inferno Dragon យកតែម្ដងទៅអូខេ Dragon Duke មកសាយខាងនោះមួយមកអូខេដាក់នេះមួយមកបុក Rage កន្លែងនេះមួយសិនហើយនឹងប្រើ Warden Nato មួយសិននេះអត់កើតទេដាច់ Queen បាត់គ្នាហើយជួយ Queen អត់តាន់ដាច់ Queen យើងបាត់ហើយចាប់អូខេឥឡូវយើងបុក Rage កន្លែងនេះមួយទៀតប្រើ Totem កាក់កន្លែងនេះមួយទៀតយើងអត់អីទេដោយសារយើងមាន Revive Spell គ្នាបាទ Totem កាក់មួយទៀតអូខេមើលទៅដូចជាអស់ defense ណាដែលយើងគិតថាគួរឲ្យខ្លាចទេគ្នាយើងបាទហ្នឹងហើយដូចជាមិនជាបញ្ហាទេប៉ុណ្ណឹងគឺយើងជោគជ័យលើវិស័យជោគជាំហើយគ្នាយើងបាទហើយទ្រូបយើងសល់ឡើងមកកគូកនោះគ្នាយើង Dragon Duke យើងនៅសល់ ability ទៀតគ្នាយើងប៉ុន្តែគឺស៊ីផុយឯគ្នាយើងបាទមានអីទៀតគ្នាយើងមានអីទៀត strategy នេះអែមគ្នាយើងអែមមែនតើហើយគ្នាយើងណាខ្លះដៃ air attack ដែរមើលសុំមើលមុខដៃ air attack ម្នាក់មួយមើលបាទអូខេយើងនៅ source spell មកគូឃើញ pro player គេលេងអញ្ចឹងគ្នាតែតាមពិតប៉ះកូន base ហ្នឹងណាប៉ះកូន base ជាថាទៅអូខេតោះកាយ3បាត់ហើយគ្នាយើងបាទកាយ3បាត់ហើយអូខេអូបាទបាន5 star ល្មមគ្នាយើងបាទអូខេតោះឥឡូវយើងមើលកន្លែងនេះទីមើលមានអី climb យកទៀតអត់អូខេដូចជារបស់របរធម្មតាទេអត់មាន special ទេគ្នាអូខេអានេះវា climb យកតោះអូនៅសល់តែមួយគូកតែឥឡូវយើងយក hero potion មកទៅអានេះយើងយកអាជីកនេះខ្ញុំអត់សូវលេងតែយកផងគ្នាយើងបាទអានេះយើងអូសភៅទៀតអីយោញាក់សាច់គ្នាកប់ចាំលោកខចាំ climb យកគ្នាចាំលោកខចាំ climb យកអូខេតោះឥឡូវយើងសុំជំនួយហើយយើងទៅ attack ទី3របស់យើងមើលអូ attack ទី3របស់យើងប៉ះ baby base ទៀតទៅហើយបាទ baby base ទៀតបាទហើយតោះអញ្ចឹង baby base នេះយើងមិនបាច់ចាំគិតច្រើនទេណាគ្នាយើងបាទ baby base ហ្នឹងយើង land ទ្រូបរបស់យើងយកហ្មងហើយចាំបាញ់ Queen កាត់តាមក្រោយតោះអូខេ Dragon Rider តាមក្រោយមក Warden Sky Pierce យើងបាញ់ Queen កាក់ប្រឡោះនេះឆ្វាច់ស្អាតអូខេ Duke ប្រឡោះនេះមក King ប្រឡោះមួយ Queen មកអូខេយើងប្រើ Totem កន្លែងនេះមួយមកដើម្បីជួយកាក់ Air Defenseអូខេឥឡូវយើងចាំបុក Rage កន្លែងនេះមកគ្នាយើងបាទបុក Rage ហើយយើងប្រើ Warden Eternal ហ្មងណាគ្នាយើងតោះបុក Rage ហើយប្រើ Warden Eternal ហ្មងទៅ CC របស់គេចេញមកហើយប៉ុន្តែមិនមែនជាបញ្ហាទេដោយសារទ្រូបរបស់យើងនៅក្នុង Eternal ណាបាទបើសិនជាយើងនៅក្រៅ Eternal យើងត្រូវតែប្រើជួយកាក់ Totem ជួយកាក់បើសិនជាវានៅក្រៅ Eternal ណាគេហៅ Aura របស់ Grand Warden ហ្នឹងហើយបើវានៅក្រៅឥឡូវប្រើ King ability មួយសិនគ្នាយើងបាទនេះប្រើ King ឡើងនេះមួយសិនបួកជាតិគ្នាយើងបាទអូមួយ spell គ្នាយើង pro player គ្នាយើង pro player គេលេងអញ្ចឹងគ្នាយើង pro player តែតាមពិតប៉ះកូន base ហ្នឹងអូខេដោយសារតែយើងអត់ស្ដាយបាន O rank ទេដោយសារយើងរវល់មែនទែនមករយៈនេះទើបតែមានពេលឆ្លៀតមកធ្វើវីដេអូគ្នាយើងបានទស្សនាបន្តទៅទៀតអញ្ចឹងណាគ្នាយើងហ្នឹងហើយតោះអូខេមានអ្នកចេញមួយបាត់ទៅហើយគ្នាយើងមានអ្នកចេញមួយបាត់ទៅហើយអូខេឥឡូវយើងសូមជំនួយទៀតកុំខ្វល់រឿងចេញមិនចេញឥឡូវយើងទៅ attack ទី4របស់យើងទាំងអស់គ្នាតោះ let's go លេងនិយាយសុំមិននិយាយអ្វីទាំងអស់ថន16ចាប់ហើយ Clash of Clan មើងងាយទឹកដៃហ្មងមើងងាយទឹកដៃហ្មងតោះឥឡូវយើងកុំគិតច្រើនបាទមើងងាយទឹកដៃក៏មើលចុះឥឡូវយើងបាញ់ Queen ប្រឡោះនេះមកណាLand Dragon Rider សិនគ្នាតោះ K Warden Sky Pierce Dragon Rider បើយើងទៅបាញ់ Queen ប្រឡោះនេះឆ្វាច់អូខេ King ជាមួយ Queen Duke បើយើងប្រឡោះនេះមក Duke គេហៅ DD គ្នាយើង Duke គេហៅ DD អូខេតោះឥឡូវយើងមើលសភាពការសិនតែមិនបាច់អីប្រាំងពេកទេគ្នាយើងធ្វើមិនបើយើងប៉ះ baby base អញ្ចឹងបើ Clash of Clan គេមើលងាយទឹកដៃយើងអញ្ចឹងណាគ្នាយើងបាទគេមើលដល់ងាយទឹកដៃយើងណា Clash of Clan ណាហើយយើងវាយ baby base អីចប់បណ្ដោយ
vậy bị bé chẳng phần năng bán á riêng chơi lên spell thế đó ta bạch lên spell mưa kia cho mưa tay dương ai vậy đạt ở bà xả lên spell mưa dương vậy đạt ở đây xa ta mưa tới trục bao dương sol mà cái cô kia bà hay spell bao dương còn được sol mà cái cô này dương kích mưa luôn ấy thon đồng vậy thon đồng vào mũi này bà nâng ấy nè class vinh vậy thon đồng vào mũi vậy ở đai tiền ôi dùng từ sao mà tự đai còn không ai ok vậy nó bạc bò đó nè mưa video nâng bò vậy nè rồi mưa tới bạc bò là bây giờ bạc bò lại ok vậy liền gì kia ta lấy dương khơi ta chúc chơi dây kia bà dương ở price spell đấy kia hay chụp bao dương nó sao chơi khlang của sam đai kia là ngày ta bạn cái bay to từ tiệt hai ok dương ban bún pram star thì đấy kia mà lấy dương từ sông ở dương ba cái này vô lùi sấn khế tỏ mỗi dương sông chùm nồi từ 10 tiết khế tỏ mà thắc thì tao mong tất nhiên bà để xa ta dương pa bê tội tôi pin bà chân sự không thể lực ní dương pa bê hiện cua xóm cho có mọi pa tôi chân dương admin p train từ đây mình Clash of Clans lớn mưa như dương đó là gì ơi ok bên này có ba đấy bà សម្រាប់លបងវាទូចទេប៉ុន្តែខលសម្រាប់ defend ទ្រឹសគួសមដែរតែប៉ុណ្ណឹងក៏ទទួលយកបានដែរតាកុំឲ្យថានេះឥឡូវយើងមើលបន្លោះចូល Fire Spitter ឥឡូវយើងបុកទ្រូបរបស់យើងចូលបន្លោះនេះមកណាគ្នាបាទ K ហើយចាំយើងបលែង Queen ឲ្យបាញ់បន្លោះនេះមកនេះអាកន្លែងបាញ់ឲ្យចំហ្នឹងដើម្បីដាច់ Air Defense ហើយនឹង Air Sweeper នោះតោះអូខេដាច់ស្អាតហើយតោះ King K យើងបលែងទ្រូបរបស់យើងចូលទាំងអស់ទៅប្រើធូដើមកន្លែងនេះមួយសិនគ្នាបាទដាច់ King យើងបាត់ឡូវแล้วបាទតោះK Sky ភៀសទៅតាមក្រោយ K ឌូបរបស់យើងចូលពីបន្លោះនោះមក K Wooden Tonato មួយសិន K ដូចជាអត់អីទេយើងប្រើធូរំកាក់ដើម្បីឲ្យកុំឲ្យ single nóចាប់ឌូបរបស់យើងគ្នាបាទចាប់ឌូបរបស់យើងឡើយឌូបរបស់យើងដាច់ផឹងឥឡូវយើងប្រើឌូប stability មួយសិនឥឡូវយើងរកកន្លែងបុក rage មួយសិនគ្នាឥឡូវយើងបុក rage បន្លោះនេះមកគ្នាបាទតោះអូខេដូចជាអត់អីទេ King យើងគិតថាប្រើ ability ឲ្យហើយឬក៏មិនគ្នាតោះKing លែងចោលទៅឲ្យវាប្រើ ability ខ្លួនឯងទៅក៏បានដែរអូខេដាច់ស្អាតហើយតោះយើងនៅសល់ spell មួយកកូកទៀតហ៎បាទមិនមែនជាបញ្ហាទេបាទទឹកដៃគេ pro player តែអញ្ចឹងគ្នាបាទដាក់ដាច់អញ្ចឹងគ្នាបាទតែយើងមើលឡើងដល់ legend លៀនសួតបដោយគ្នាឡើងដល់ legend វិញអូខេឃើញថា3 star បាត់ទៅហើយ3 star បាត់ទៅហើយគ្នា3 star បាត់ទៅហើយណែខ្លាំងអញ្ចឹងគ្នាខ្លាំងអញ្ចឹងអូខេ3 star ទេដែរគ្នាបាទ strategy នេះគឺអែមគ្នាទៅសើមែនបាទ strategy ហ្នឹងគឺឲ្យលេខ1គ្នាឲ្យលេខ1តែម្ដងគ្នាហ្នឹងហើយតោះអូខេអញ្ចឹងប៉ុណ្ណឹងថ្ងៃហ្នឹងប៉ុណ្ណឹងសិនណាគ្នាយើងនឹងឲ្យសង្ឃឹមថាគ្នាយើងជួយ like ជួយ subscribe បើសិនជាគ្នាគ្រប់គ្រងច្រើន admin នឹងធ្វើវីដេអូឲ្យយូរជាងហ្នឹងហើយអរគុណច្រើនណាគ្នាយើងកុំភ្លេចជួយ like ជួយ subscribe ម្នាក់មួយផងណាសម្រាប់កម្លាំងចិត្តក្នុងការធ្វើវីដេអូថ្មីអរគុណច្រើនជម្រាបលាទាំងអស់គ្នា